សួស្តីប្រិយមិត្តទូរទស្សនិកជនទាំងអស់ជាទីមេត្រីបាទយើងជួបគ្នាទៀតហើយនៅវិញ្ញាសាប្រឡងមន្ត្រីកសិកម្មឃុំបាទត្រៀមប្រឡងមន្ត្រីកសិកម្មនៅក្នុងឆ្នាំ2025បាទក្នុងវីដេអូនេះខ្ញុំបាទនឹងរៀបចំសំណួរនិងចម្លើយបាទទាក់ទងនឹងកសិកម្មទូទៅហើយច្បិចយកការប្រើប្រាស់ជីទឹកបាទទៅលើដំណាំស្រូវយកមកធ្វើជាសំណួរចម្លើយចែកជូនជាចំណេះដឹងជូនបងប្អូននៅក្នុងការត្រៀមខ្លួនប្រឡងមន្ត្រីកសិកម្មឃុំក្នុងរយៈពេលបាទមួយខែក្រោយបាទបន្ទាប់ពីខាងនេះបាទដូច្នេះសម្រាប់បងប្អូនបាទដែលចូលមកកាន់ channel របស់ខ្ញុំថ្មីបាទសូមចិត្តបងប្អូនជួយ like subscribe channel របស់ខ្ញុំម្នាក់មួយផងបាទមិនជាខាតអ្វីទេបាទសូមអរគុណអញ្ចឹងយើងចូលទៅដល់សំណួរចម្លើយតែម្ដងបាទដែលសំណួរមានដូចតទៅបាទទី1ដូចម្ដេចដែលហៅថាជីទឹកបាទមានសារៈសំខាន់អ្វីខ្លះដល់ដំណាំស្រូវបាទកន្លែងនេះបាទឬក៏យើងមានថាទូនាទីអ្វីជួយទូនាទីអ្វីខ្លះជួយដល់ដំណាំស្រូវអញ្ចឹងបាទជីទឹកគឺជាប្រភេទជីបាញ់លើស្លឹកដំណាំដោយផ្ទាល់ដើម្បីផ្ដល់សារធាតុចិញ្ចឹមលឿននិងមានប្រសិទ្ធភាពជីទឹកជួយឲ្យដំណាំស្រូវស្រូបយកសារធាតុតាមរយៈរុនស្តូម៉ាតលើស្លឹកស្រូវបាទជួយឲ្យដំណាំលូតលាស់ល្អនៅក្នុងរយៈពេលខ្លីបាទអញ្ចឹងបាទដំណាំជីនេះគឺវាមិនដូចជីគ្រាប់ទេបាទដោយសារតែវាប្រភេទទឹកអញ្ចឹងវាជួយឲ្យបាទដំណាំលូតលាស់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះបាទបន្តទៀតតើជីទឹកមានប៉ុន្មានប្រភេទអ្វីខ្លះបាទអញ្ចឹងជីទឹកមានពីរប្រភេទបាទគឺទម្រង់គ្រាប់ឬក៏ម្សៅបាទទម្រង់ម្សៅឬគ្រាប់ហ្នឹងគឺរបៀបប្រើគឺយើងលាយទឹកជាមុនបាទមុនប្រើប្រាស់បាទលាយទឹកនៅក្នុងធុងរួចបាញ់ប្រើប្រាស់បាទទម្រង់ទី2គឺទម្រង់រាវបាទទម្រង់រាវមានយើងអាចប្រើប្រាស់បានតែម្ដង3ជីទឹកមានសារៈសំខាន់សារធាតុចិញ្ចឹមអ្វីខ្លះបាទអញ្ចឹងទី1ជីទឹកអសរីរាង្គបាទផ្ដល់សារធាតុច្រើនបាទមធ្យមនិងមីក្រូអាស្រ័យលើរូបមន្តបាទជីទឹកសរីរាង្គបាទមានប្រភពពីធម្មជាតិស្រាយសមុទ្រលាមកសត្វជាដើមឡាក់បាទជីទឹកបំបែកបាទមានពពុះអតិសុខុមប្រាណជួយបំបែកឲ្យដំណាំស្រូបបានបាទជីទឹកសំណួរទី4តើជីទឹកដែលគេនិយមប្រើប្រាស់ក្នុងឆ្នាំ2025មានសារធាតុអ្វីខ្លះបាទមានសារធាតុម៉ាក្រូធាតុបាទឬក៏យើងហៅថា GNPK ហ្នឹងគឺជួយដំណាំលូតលាស់រឹងមាំឬនិងផ្លែផ្កាបាទជីផ្នែកកណ្ដាលបាទមានកាល់ស្យូមជួយដើមឲ្យរឹងមាំឬនឹងការពារដួលម៉ាញ៉េស្យូមនិងស៊ុលហ្វ័រជួយរស្មីសំយោគបាទនេះគឺទូនីតិបាទយើងចុងក្រោយមួយទៀតគឺមីក្រូធាតុបាទមានធាតុដែកស័ង្កសីបាទសារធាតុទាំងអស់នេះជួយឲ្យធន់ទៅនឹងជំងឺនិងសត្វល្អិតបំផ្លាញបូរុនអញ្ចឹងបូរុននិងម៉ង់កាណេសបាទជួយដាក់ផ្លែផ្កានិងទិន្នផលខ្ពស់បាទសារ៉ាយសមុទ្របាទសម្បូរមីក្រូបាទសម្បូរអាមីណូអាស៊ីតនិងធាតុរ៉ែផ្សេងបាទសារ៉ាយសមុទ្រសម្បូរអាមីណូអាស៊ីតនិងធាតុរ៉ែផ្សេងទៀតបាទនេះគឺជាសារធាតុនៃជីបាទទឹកបាទដែលគេនិយមប្រើក្នុងឆ្នាំ2025បាទសំណួរទី5បាទសួរថាយោងទៅតាមមេកានិកមានធាតុចិញ្ចឹមនៅក្នុងជីទឹកមានសារៈសំខាន់សារធាតុអ្វីខ្លះបាទអញ្ចឹងជីទឹកមានអ៊ីយ៉ុងលោហៈបាទ
miên thiết bằng top bằng xóm đôi chia magnesium và nâng spawn và chui ao đầm nam sứ sropសារធាតុចិញ្ចឹមបានល្អបាទចឹងបន្តទៀតជីទឹកគ្មានដែកបាទដែលជួយសំទោសបាទដែលជួយឲ្យដំណាំស្រូវស្រូបសារធាតុចិញ្ចឹមប៉ុន្តែងាយបាត់បង់ទៅវិញបាទទី6សារៈប្រយោជន៍ជីទឹកមានអ្វីខ្លះបាទអញ្ចឹងសារៈប្រយោជន៍ជីទឹកមានដូចជាផ្ដល់ជាសារធាតុចិញ្ចឹមបានលឿនបាទប្រសិទ្ធភាពខ្ពស់ក្នុងដំណាក់កាលលូតលាស់បាទជួយដំណាំមានសុខភាពល្អកាត់បន្ថយការបាត់បង់ជីបាទសំចៃបាទអាចលាយជាមួយនឹងថ្នាំពុលបាទកសិកម្មផ្សេងៗបាទហើយបង្កើនលទ្ធភាពនិងគុណភាពផលិតផលកសិកម្មបាទដូច្នេះសំណួរចម្លើយតកតងទៅនឹងដំណាំជីទឹកនៅលើដំណាំស្រូវបាទមានប្រមាណ6សំណួរចម្លើយដូចនេះបាទសូមបញ្ចប់នៅត្រឹមនេះបាទប្រសិនបើបងប្អូនអស់លោកស្រីយល់ថាបាទវីដេអូនេះមានសារៈសំខាន់អាចជួយជាស្មារតីគំនិតចំណេះដឹងដល់បងប្អូនក្នុងការប្រឡងសូមបងប្អូនជួយចុច like subscribe channel របស់ខ្ញុំម្នាក់មួយផងជាចុងបញ្ចប់ខ្ញុំបាទសូមខន្តីអភ័យទោសអំពីចម្ងាយរាល់កំហុសឆ្គងការធ្វើនៅសំណួរបាទអាចមានខ្វះចន្លោះឬក៏ទាស់ខុសនៅកន្លែងណាមួយដោយអចេតនាសូមបងប្អូនមេត្តាជួយ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំម្នាក់មួយផងហើយបើសិនបើបងប្អូនចង់បាទឲ្យខ្ញុំបាទធ្វើវីដេអូអ្វីបន្តទៀត